hạt ấy không chia AI hạt ấy mền chia mình bật đưa có AI mình đâu cứ bật AI thì có mình bật nhóc cứ chứ mình bật tá ta mới thì một con năng AIด้วยcòn mình được bật លឺតែគេនិយាយថា AI តើ AI ហ្នឹងអីគេបងប្អូនធ្លាប់ឲ្យនិយមន័យ AI អត់ហើយថ្ងៃនេះដែរ admin បានចូលរួមកម្មវិធី AI មួយរបស់ក្រុមហ៊ុន Samsung ដែលមានឈ្មោះថា Samsung One Launching 2025ហើយយើងនឹងទៅសួរភ្ញៀវកិត្តិយសយើងឲ្យគាត់ឲ្យនិយមន័យ AI ទាំងអស់គ្នាតោះទៅទស្សនាជាមួយខ្ញុំមិនតែហៅ AI ខ្ញុំប្លេចនេះ AI ពាក្យពេញអីគេនេះតែលឺខ្មែរគេបកថាបញ្ញាសិប្បនិមិត្ត អាហ្នឹងយើងក៏បកដែរឥឡូវយើងសម្រាយនិយមន័យ បានន័យថាវាដូចមានជាមួយនឹងការគិតមួយដែលឆ្លាតប៉ុន្តែវាជាខួរក្បាលមួយដែលចេញពីបច្ចេកវិទ្យាអេឡិចត្រូនិកវាមិនមែនជារបស់ខួរចេញពីមនុស្សឬក៏អីទេវាចេញជាបច្ចេកវិទ្យាអេឡិចត្រូនិកដែលគេបង្កើតមកបញ្ញាសិប្បនិមិត្តហ្នឹងហើយយេ ការពីមុនពេលដែលយើងនិយាយពី AI យើងសម័យទៅលើមនុស្សយន្តហើយប៉ុន្តែ AI ឥឡូវការគិតហើយនឹងបញ្ញារបស់វាគឺឆ្លាតជាងមុនដែលវាមានបំពាក់ទៅលើទិន្នន័យវាសិក្សាអំពីទិន្នន័យដែលមានបង្កប់នៅក្នុងអ៊ីនធឺណិតជាដើមដើម្បីយកមកផ្ដល់ទៅលើអត្ថប្រយោជន៍ចំពោះការរស់នៅយើងសប្តាហ៍ AI ជាមនុស្សយន្តដែលឆ្លាតវៃដែលអាចជួយឆ្លើយចម្លើយគ្រប់រឿងដែលដឹងគ្រប់រឿងតែពេលខ្លះមនុស្សស្ទើរតែអត់ដឹងដូចទៀត បច្ចេកវិទ្យាគឺកាន់តែជឿនលឿនឲ្យបងប្អូនហើយជាពិសេស AI គឺកាន់តែមានវត្តមានច្រើនឡើងនៅក្នុងការរស់នៅប្រចាំថ្ងៃរបស់យើងហើយចំពោះបច្ចេកវិទ្យាទាំងអស់នោះគឺយើងត្រូវតែចេះយើងត្រូវតែយល់ដឹងពីវាទើបយើងអាចដើរទាន់សម័យកាលនេះ ចានៅក្នុងរាត្រីនេះក្រុមហ៊ុន Samsung កម្ពុជាបានពំនាំទៅលើបច្ចេកវិទ្យាថ្មីបំពាក់នៅក្នុងឧបករណ៍ Samsung Electronics ទាំងអស់នៅក្នុងឆ្នាំ 2025 ហើយអ្វីដែលយើងចង់ពំនាំគឺបច្ចេកវិទ្យា AI ដែលមានបំពាក់ដូចជានៅក្នុងទូរទស្សន៍ម៉ាស៊ីនបោកទូទឹកកកហើយនិងម៉ាស៊ីនត្រជាក់ ហើយ AI ហ្នឹងវាមានជួយសម្រួលទៅលើពាក់ព័ន្ធទៅនឹងការសំចៃភ្លើងការបញ្ជាតាមទូរស័ព្ទលើមកថាខ្ញុំនៅអอฟហ្វិសខ្ញុំចង់ឲ្យទៅដល់ផ្ទះព្រាមសិនតែខ្ញុំបើកហើយត្រជាក់ព្រាមអញ្ចឹងយើងអាចបញ្ជាពីតាមទូរស័ព្ទបានយើងអាចមើលថាភ្លើងយើងប្រើអស់ប៉ុន្មានណាហើយវាមានប្រព័ន្ធ AI មួយដែលអាចជួយឲ្យយើងសំចៃភ្លើងបាន ដូចយើងមាន Smart Sync with AI Home នេះគឺយើងចង់និយាយពីគ្រឿងអេឡិចត្រូនិកទៅយើងទាំងអស់សុទ្ធតែអាចភ្ជាប់ពី product មួយទៅ product មួយដែលយើងអាចគ្រប់គ្រងទៅលើទូរស័ព្ទដៃបានវាកាន់តែមានភាពងាយស្រួលដល់អ្នកប្រើប្រាស់ហើយជាអ្វីដែល Samsung គឺនាំមកមុនគេតែម្ដងចា៎ ពិសេសជាងគេគឺឃើញអ្វីដែលយើងមិនដែលឃើញពីមុនណាគឺឥឡូវវាកាន់តែជឿនលឿនខ្ញុំជឿជាក់ថាភ្ញៀវទាំងអស់គឺក៏ពេញចិត្តទូដោយសារយើងអាចជំនួសពីទូរស័ព្ទបានហើយអត់ប៉ះពាល់ដល់ភ្នែកទៀត មាន AI ជួយសម្រួលយើងច្រើនណាដូចតែឧទាហរណ៍លើម៉ាស៊ីនត្រជាក់មួយចុះយើងចង់បើកម៉ាស៊ីនត្រជាក់ពីចម្ងាយយើងគ្រាន់តែចុចពុកពីចម្ងាយហ្នឹងគឺបើកអូតូមកហើយយើងមិនបាច់ហត់ដូចមុនតែអូត្រូវមកដល់ភ្លាមចុចភ្លាមទេ តាក់ទងជាមួយនឹងលោកផលិតផលអេឡិចត្រូនិកជាច្រើនខ្ញុំឃើញ brand របស់ Samsung គឺគាត់មានបច្ចេកវិទ្យា AI ច្រើនជាងគេហើយនឹងមុនគេតែម្ដង តែក៏មើលទូឃើញអាភាពច្បាស់កម្រិតភាពច្បាស់ហ្នឹងគឺដល់ 8K សំខាន់ AI upscaling ទៀតអាហ្នឹងដែលបងតាមដានមើលថាអីគេ AI upscaling ហ្នឹងហើយជាងក្រៅអូខេដោយមិនប្រើ microphone មានអារម្មណ៍ថារំភើបមែនទេពេលចូលរួមកម្មវិធី Samsung ឃើញថាបច្ចេកវិទ្យាតន់សម័យទៅលើគ្រឿងអេឡិចត្រូនិកផ្សេងបែបហ្នឹងទេ អរគុណច្រើនបងដូច្នេះបើសិនជាបងប្អូនចង់បានបរិក្ខារអេឡិចត្រូនិកដែលមានគុណភាពជាមួយនឹងបច្ចេកវិទ្យាថ្មីផងនោះកុំភ្លេចម៉ាក Samsung ហើយបងប្អូនអាចស្វែងរកផលិតផល Samsung បាននៅតាមបណ្ដាហាងលក់អេឡិចត្រូនិកនៅទូទាំងប្រទេស